យកប្រព័ន្ធទឹករបស់ក្រុមហ៊ុន Gen ហ្នឹងមានចំការមិត្តភ័ក្តិគាត់នៅក្នុងខេត្តមណ្ឌលគិរីដែរអញ្ចឹងយើងក៏សួរនាំទៅមិនជឿទៅលើក្រុមហ៊ុនតែម្ដងទេយើងបានសួរនាំអ្នកធ្លាប់ប្រើហើយអញ្ចឹងតាមរយៈហ្នឹងមុនដំបូងក្រុមហ៊ុនគាត់អស់សិក្សាពីភូមិសាស្ត្រស្ថានភាពដីរបស់យើងពោះទាបនឹងអីបន្ទាប់មកបានគាត់សិក្សាហើយបានគាត់ដាក់តម្លៃឲ្យយើងហើយទឹកស្រោចស្រពចការយើងថ្ងៃហ្នឹងយើងប្រើកម្លាំងសូឡាប្រព័ន្ធទឹកយើងប្រើក្រុមហ៊ុន Gen នេះជាប្រព័ន្ធចម្រោះទឹកបាទធ្វើឲ្យទឹកយើងអត់មានកតិចអត់មានបាទយើងយកទៅព្រោះក្បាល sprinkler យើងវាទូចដល់អញ្ចឹងត្រូវការទឹកស្អាតគឺទឹកស្អាតយើងអញ្ចឹងចេញទៅវាអត់មានកតិចកំទីអីទេនេះមក Rivalis របស់ក្រុមហ៊ុន Gen ពេលដល់លៀងយើងមើលជាក់ស្ដែងយើងមើលសម្ពាធនេះនាឡិកា2នេះមើលអាមុខអាក្រោយហ្នឹងយើងមើល12ហ្នឹងបើថាវាលំអៀងខុសគ្នាច្រើនអាហ្នឹងវាបានន័យថាវាមានកតិចកកស្ទះនៅ feel នៅ dish ក្នុងហ្នឹងបាទយើងដោះលៀងទៅដាក់ទៅវិញទៅអូខេហើយយើងរៀបប្រព័ន្ធឃើញថាការលូតលាស់របស់វាវាស្មើកាលណាទឹកវាអត់ស្មើការលូតលាស់វាក៏អត់ស្មើគ្នាដែរដោយសារដីតំបន់ហ្នឹងដីភ្នំដីវាអត់ស្មើនីវ៉ូវាខុសគ្នាច្រើនណាយើងរៀបខ្លួនឯងពីមុនទឹកវាចែកអត់ស្មើខាងទៀបចឹងទៅវាទឹកច្រើនទៅទឹកលើសដល់ខាងខ្ពស់ទៅអត់មានចេញក៏មានដែរយកជាការអត់បានពិសេសអ្វីនឹងអ្វីវគ្គយកផ្កាហ្នឹងបាទត្រូវការរង្វាស់រង្វល់ទឹកយើងមើលសភាពតាមជាក់ស្ដែងតាមដំណាំរបស់យើងឥឡូវយើងទំបានប្រហែលខែពីខែ11មកដល់ឥឡូវបាទនិយាយទៅបរិមាណទឹកណាបរិមាណទឹកឃើញថាវាឆ្លើយតបគ្រប់គ្រាន់ដំណាំរបស់យើងមិនកង្វល់អត់កង្វល់ពីរឿងទឹកទៀតទេនេះហើយក្បាល S2000 វាមានតំណក់ទឹកវាទឹកល្អិតទឹកម៉ត់វាម៉ត់ហើយវាមិនធ្វើឲ្យដីយើងនឹងហាប់ទឹកវាសាច់ល្អសាច់ពីស្រយាបមេឃមួយទៅស្រយាបមេឃមួយគឺដល់គ្នាអាហ្នឹងបើយើងចង់ឲ្យទឹកសាច់ផ្ទៃដីនឹងសប់គឺយើងប្រើក្បាលហ្នឹងបាទហើយបើយើងចង់កាត់បន្ថយវិញឲ្យរង្វង់ទឹកនៅក្នុងស្រយាបមេឃយើងបើក2ប្លុកទៅបន្ថយព្រោះនេះយើងអត់ម្ដងយើងអត់មានវ៉ានបញ្ជាតាមដើមអញ្ចឹងពេលយើងចង់ឲ្យទឹកសោយយើងបើក2ប្លុកទៅទឹកវាថយមកវិញបាទហើយបើយើងត្រូវការទឹកឲ្យវាសាច់នៅលើផ្ទៃដីយើងសពទាំងអស់មកយើងបើកតែមួយប្លុកហ្នឹងទៅវាដល់គ្នាបាទពីដើមខាងនោះមកក្បាលខាងនោះដើមខាងនោះមកវាសាច់ដល់គ្នានេះផ្កានេះគេហៅផ្កាអវ័យទ្របពុតញងខ្ចីអញ្ចឹងអវ័យនេះត្រូវការតឡើងទឹកបើទឹកស្ទើរក៏វាអត់នេះដែរជួនកាលវាអាចជ្រុះអញ្ចឹងវាត្រូវការទឹកឲ្យគ្រប់ក្នុងក្បាលមួយ1ម៉ោងវាបាន90លីត្រអញ្ចឹងក្បាល3បាទ270លីត្របាទយើងប្រើតែ1ម៉ោងបើ1ម៉ោងអាចគ្រប់តែកាលណាវាមានទឹកគ្រប់គ្រាន់វាដំណើរការពាន់រឹសទៅវាចិញ្ចឹមស្លឹកបាទវាបឺតជីវជាតិពីជីធម្មជាតិនៅនឹងដីស្រាប់ឬក៏យើងឲ្យទៅលើដីហ្នឹងបាទវាយកមកចិញ្ចឹមអាហ្នឹងផលប្រយោជន៍ពីទឹកខាងក្រុមហ៊ុន Gen គាត់ដំឡើងហើយគាត់មកតាមដានរហូតតាមដានដល់យើងមានបញ្ហាអីតាក់ទងបច្ចេកទេសតិចតួចអញ្ចឹងនិយាយទៅយើងមានទំនុកចិត្តមួយគ្នា Gen Irrigation ជ្រើសរើសដេប៉ូចែកចាយប្រព័ន្ធស្រោចស្រពទំនើបនៅទូទាំងប្រទេសជាមួយនឹងលក្ខខណ្ឌងាយៗដល់ផលចំណេញខ្ពស់